សួស្តីបងប្អូននេះបន្ទប់ទឹកទៀតហើយបន្ទប់ទឹកទី3ហើយនេះហើយបន្ទប់គេនឹងគឺផ្លោះពុកអត់ជាងកពុកដែរបងនេះគេឲ្យធ្វើគេឲ្យទៅដូរទៅផ្លោះហើយនឹងលើកប្រគុណលើកអីចេញដាក់ផ្លោះថ្មីហើយអញ្ចឹងទៅខ្ញុំត្រូវរើកាប៊ីណេតនឹងចេញវិញហើយនឹងប្រគុណនេះលើកចេញនឹងអស់ហើយកោះផ្លោះហ្នឹងនិយាយពីផ្លោះផ្ទះនេះពុកអ្នកនៅមុននឹងគាត់អត់បានធ្វើទេហើយគាត់រៀបពីលើរហូតដល់ពេលអញ្ចឹងទៅគ្នាទិញក្រោយហ្នឹងគឺពុកដើរចង់ធ្លុះទៅក្រោមបងប្អូនហើយនេះខ្ញុំត្រូវដោះវារើឲ្យចេញអស់ហ្នឹងនៅចាប់ជាងអាហ្នឹងសម្រាប់ដាក់អីវ៉ាន់ដូចទឹកអប់អីនៅលើកន្លែងប្រគុណហ្នឹងរើអាឈើហ្នឹងចេញហើយចាប់ដើមដោះប្រគុណជាកស៊ូហ្នឹងចេញដើម្បីជាពេលយើងដោះខ្ចីចេញស្រួលលើបងប្អូនពេលដោះប្រគុណហើយហ្នឹងវាវាកហ្នឹងខូចទៅដាក់វាកថ្មីអានេះចៃដន្យខ្ញុំផ្ដាច់អាតយោទឹកហ្នឹងទៅទឹកវាអត់ចិត្តអញ្ចឹងខ្ញុំត្រូវដូរវ៉ាល់ហ្នឹងចោលអញ្ចឹងខ្ញុំមកដោះនៅនេះស៊ីងវិញឥឡូវស៊ីងខ្ញុំដោះចេញបានហើយអាទូហ្នឹងយកចេញឲ្យបានអញ្ចឹងត្រូវផ្ដាច់វាបែកចេញជាពីរផ្នែកដើម្បីយកចេញបានព្រោះវាទឹកតឹងមាត់ផ្លូវចូលហ្នឹង24អ៊ីងទូហ្នឹង25អ៊ីងកន្លះអញ្ចឹងខុសគ្នា1អ៊ីងកន្លះអញ្ចឹងអត់កើតឥឡូវខ្ញុំមកដោះប្រគុណចេញវិញខ្ញុំបិទទឹកពេលដោះប្រគុណដោះអីហ្នឹងបងប្អូនផំទឹកវាចេញអស់ណាបើសិនជាទឹកនៅក្នុងប្រគុណនឹងតិចតួចហ្នឹងបងប្អូនអាចដាក់กระดาษជូតប្រគុណกระดาษប្រគុណណាគេហៅกระดาษអនាម័យហ្នឹងដាក់ក្នុងហ្នឹងទៅកុំឲ្យវាកពុបទឹកចេញហើយនេះខ្ញុំធ្លាប់ហ្នឹងអាវាកហ្នឹងខូចខ្ញុំយកចេញហើយខ្ញុំធ្លាប់វាហ្នឹងកុំឲ្យវាប្រឡាក់ផ្ទះដល់ពេលអញ្ចឹងខ្ញុំមករើផ្លោះនឹងចេញផ្លោះនេះពុកអស់បងគឺគេរៀបក្រោនៅលើឈើហ្មងអត់មានដាក់ស៊ីម៉ង់បូតនៅពីក្រោមទេដល់ពេលរៀបចឹងទៅវាធម្មតាបងទឹកវាលិចឈើក្រោមនឹងឈើកតិកឈើគេគៀបប៉ះទឹកតិចហើមអាហ្នឹងឃើញក្រោខំអងប្រហែលជាមិនទៅធ្ងន់ទេដល់ពេលកោះក្រោចេញទៅមិនដឹងអានេះធ្ងន់នេះដូចបើថាមនុស្សអត់ដៃឈឺសោះហ្មងដល់ពេលទៅពេទ្យម្ដងមិនដឹងសិតតែជំងឺនេះខ្ញុំកោះចេញអស់ហើយណាដល់ពេលមើលទៅខាងក្រោមឈើក្រោមពុកអស់ហើយព្រោះដោយសារវិជាទឹកចូលដោយអាកន្លែងផ្លូវចូលហ្នឹងគេដាក់ថ្មដាក់អីឲ្យចាក់ស៊ីម៉ង់ទេបើចាក់ស៊ីម៉ង់លើឈើហ្មងអានេះកោះក្រោកោះអីអស់ហើយអានេះឃើញអស់នៅសល់ឈើកតិចឈើនឹងក៏មកជន់ទៀតបងប្អូនចឹងខ្ញុំកោះអានឹងចេញមកជន់ទៀតពេលខ្ញុំកោះអានឹងចេញខ្ញុំដាក់កម្រាលថ្មីកម្រាលវាកម្ពស់វាហ្នឹងគឺ0.75អ៊ីង0.75អ៊ីងមកបណ្ដាក់ហ្នឹងដើម្បីឲ្យវារឹងផ្លោះព្រោះកម្រាលផ្លោះនេះឈើក្រាស់នេះបងកោះតែឈើនោះវាជក់ទឹកហើយទៅជាផ្សិតតែវាស្ងួតវិញហើយកាលពីមុននោះប្រហែលជាបែកទៅយកឥឡូវហើយបងប្អូនភ្លេចថតកន្លែងដាក់បតឲ្យមើលឲ្យដាក់ហ៊ូសហើយឥឡូវបានដាក់ខាបដិតហើយនេះហើយបងប្អូនតែម្ចាស់គេសុំលាបថ្នាំជូនគេហើយចឹងខ្ញុំធ្វើតែប៉ុណ្្នឹងទេហើយអរគុណច្រើនបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូនេះផងជម្រាបលាបាយបាយ